លេងខ្ញុំកុំរើថ្ងៃនេះឯងត្រូវតែរៀបការគ្រួសារស៊ូចិត្តខ្សែថនហើយបំណុល50 លាននេះបើឯងមិនសងតើនរណាសងលេងខ្ញុំទៅម៉ាស្ទ័រជើជាមនុស្សឈួតល្បីឈ្មោះណាពួកឯងពិតជាបងខ្ញុំឲ្យស្លាប់មែនចង់ឲ្យខ្ញុំផឹកអីថ្នាំនឹងបញ្ចេញរឹតក្នុងពេល5 នាទីទៀតប្រញាប់ស្លៀករ៉ូបការឲ្យនាងទៅឡានម៉ាស្ទ័រជើមកដល់ហើយលោកអគ្គនាយករកឃើញហើយក្មេងស្រីដែលជួយលោកពីភ្នក់ពលអឹង15 ឆ្នាំមុនគឺស៊ូយ៉ាវជាកូនស្រីពិតប្រាកដរបស់គ្រួសាររ៉ូស៊ូតែយប់នេះគ្រួសាររ៉ូស៊ូព្រោះតែប្រអាក់50 លានបានដាក់ថ្នាំនាងដើម្បីប្រគល់យីម៉ាស្ទ័រជើដល់សាហាវនោះគ្រួសារស៊ូរកងាប់ហើយទៅយកនាងមកវិញភ្លាមបើកឡានភ្លាមបើមិនអញ្ចឹងខ្ញុំនឹងស្លាប់ជាមួយលោកលីនធឺជូបើកឡានទៅអ្នកណារងផ្លូវបុកវាចោលយកតែម្ដងបងប្រុសដៃអាវបងមានឈាមអំបាញ់មិញបងក៏បងទៅតែរត់គេចពីគេមកដែរមែនទេអាចថាអញ្ចឹងចុះមិនខ្លាចខ្ញុំឬវ៉ាបងប្រុសបងត្រូវការលុយរត់គេចមែនទេយើងធ្វើកិច្ចព្រមព្រៀងមួយទៅព្រមព្រៀងគ្រូសាជើមានអំណាចចំណាស់នៅជាងឈឹងបើខ្ញុំនៅលីវគេច្បាស់ជាតាមឆ្អាប់ខ្ញុំឲ្យអាចឈួតនោះមិនខានចុះនាងចង់គិតយ៉ាងម៉េចជូនខ្ញុំទៅចុះសម្បត្តិអាពីពីទៅជើមានជំងឺផ្លូវចិត្តគេមិនប៉ះស្រីមានប្តីទេកាត់នេះមានលុយសិនសំខ្ញុំទាំងអស់ឲ្យតែបងជួយខ្ញុំយប់នេះលុយនេះជារបស់បងទាំងអស់ថ្ងៃក្រោយខ្ញុំនឹងធ្វើការចិញ្ចឹមបងជំនួយការលីនប្រាប់គ្រូពេទ្យសិនឲ្យយកថ្នាំបន្តអាប់រំចាំយើងពាក្យកណ្ដាលផ្លូវរួចទៅការិយាល័យអត្រានុកូលដ្ឋានយើងរងចាំនៅខាងក្រៅរហូតដល់ភ្លឺដល់ម៉ោងហើយអរុនសួស្ដីសូមបង្ហាញអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារសូមបំពេញទម្រង់បែបបទនៅទីនេះសូមជូនពរគូស្វាមីភរិយាថ្មីចាប់ពីថ្ងៃនេះទៅនៅជាងឈឹងគ្មានអ្នកណាហ៊ានប៉ះពាល់អូនឡើយបងឈ្មោះគូហ៊ានមែនទេបងគូលេខកូដគឺ0412ក្នុងកាត់នេះមាន 30,000 យន់ជាទ្រព្យសម្បត្តិទីខ្ញុំទាំងអស់ហើយគ្រូសាជើមានអំណាចណាស់នៅទីនេះបងកំពុងរត់គេចហើយនាំខ្ញុំមកជាមួយទៀតវាគ្រោះថ្នាក់ណាស់បងយកលុយនេះទៅទិញសម្បត្តិឡានក្រុងហើយរត់ទៅឲ្យឆ្ងាយទៅមិនទៅទេបងឈ្មោះទេរឿងដល់កំពុងហើយបងនៅរឹងរូសទៀតខ្ញុំមានសត្រូវពេញភពផែនដីឥឡូវគ្មានលុយ1 រៀលសល់តែសម្បត្តិអាពាហ៍ពិពាហ៍មួយសន្លឹកនេះលោកស្រីគូចំណាយតែ9 កាក់ចង់ដេញខ្ញុំចេញមែនទេចង់បោកប្រាស់ខ្ញុំមែនទេបានបើបងហ៊ានប្រថុយជីវិតរត់គេចជាមួយខ្ញុំហើយខ្ញុំនឹងចិញ្ចឹមបងនៅតាមផ្លូវសុទ្ធតែជាមនុស្សគ្រួសារជើតាមខ្ញុំមកយើងទៅកន្លែងដែលឡានទំនើបចូលមិនចុះផ្លូវនេះសំបីតែកន្លែងឈរក៏គ្មានដែរលោកអគ្គនាយកជំងឺស្អាតរបស់លោកមិនអីទេដឹងចាំខ្ញុំហៅគេមកវាកុំទេកន្លែងនេះចោលហើយចាក់ផ្លូវថ្មីមួយយកភ្លាមពិតមាត់ដកមនុស្សចេញបើគ្មានបញ្ជីខ្ញុំហាមអ្នកណាចូលមកតំបន់នេះឲ្យសោះប៉ាធ្លាប់ប្រាប់ហើយថាមិនសូវស្រួលខ្លួនមិនក៏ចេញមកលក់បាយឆាទៀតហើយគឺយ៉ាវត្រឡប់មកវិញហើយប៉ាមិនហត់ទេលក់បាយឆាបានចោលអិនប្រអប់បន្តិចអាចជួយកូនសង្លុយគ្រូសាស៊ូបានលឿនចុះលោកម្នាក់នេះគឺប៉ាគាត់ឈ្មោះគូហ៊ានថ្ងៃនេះពួកយើងផ្អៀនចុះសម្បត្តិអាពីពីហើយថ្ងៃក្រោយគាត់ជាកូនប្រសាប៉ាអើយប៉ាខ្ញុំឃ្លានហើយអាចភ្លក់បាយឆារបស់ប៉ាបានទេបានតើផ្ទះយើងរៀងកំសត់បន្តិចហើយកូនប្រសាគូកុំប្រកាន់អីណាបាយឆានេះឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ញ៉ាំប៉ាកុំបារម្ភអីថ្ងៃក្រោយខ្ញុំនឹងមិនឲ្យយ៉ាវៃអោរងទុកទៀតនាងបាយជីទៅរៀបការជាមួយខ្ញុំទំនើងតាមផ្លូវទៅវិញម៉ាស្ទ័រជើមានប្រសាសន៍ហើយបើយប់នេះមិនបានមនុស្សទេថ្ងៃស្អែកគ្រូអាស៊ូនឹងខ្សែមិនខាននាងមានចរិតរឹងរូសណាច្បាស់ជារត់ទៅតំបន់តូចតាចរកតាចាស់សុំទាននោះមិនខានហើយអង្គរៈទៅតំបន់នោះភ្លាមទៅវីកំទេចទប់លក់បាយឆារកតាចាស់នោះចោលទៅមើលថានាងងាប់នោះហ៊ានចេញមកឬអត់វីចោលវីទប់អាសុំទាននេះឲ្យខ្ទេចមើលថាមីស៊ូយ៉ាវនោះហ៊ានលាក់ខ្លួននៅឯណាទៀតកុំវីអីទាំងនេះសុទ្ធតែជាលុយទិញអង្គរពួកឯងគ្មានច្បាប់ទម្លាប់ទេឬតាចាស់នៅជាងឈឹងនេះគ្រូសាស៊ូគឺច្បាប់ហើយប៉ាហ៊ានប៉ះគ្រូសាខ្ញុំពួកឯងរកងាប់ហើយចូលមកទាំងអស់គ្នាប្រមមកខ្ញុំប្រញាប់ពេលវេលា
អញជាស្អីគេឲ្យប្រកាសត្រឹមជាក្មេងទំនើងតាមផ្លូវហ៊ានវិមនុស្សគ្រួសារស៊ូផងម៉ាស្ទ័រចូលចិត្តមកដល់ហើយពេលគេមកដល់គេច្បាស់ជាកាប់អញឲ្យឆ្កែស៊ីមិនខានគឺអាសុំទានអញនេះហើយដែលហ៊ានដណ្ដើមស្រីរបស់ខ្ញុំពូកែវីតបគួរសំដែតើថ្ងៃនេះខ្ញុំនឹងវាបំអាក់ជើងវាឲ្យអញមើលអូនសំឡាញ់ខ្ទប់ត្រចៀកបិទភ្នែកទៅចង់បំបាក់ជើងខ្ញុំឬអញគ្មានឱកាសឈរនិយាយអស់មួយជីវិតហើយអញចង់ងាប់មែនទេអាកូនចង្រៃអញទៅរករឿងអ្នកណាគេផ្ទះយើងខ្សែខិនហើយរោងចក្ររាប់សិបកន្លែងត្រូវគេปิดអស់ហើយខ្សែសង្វាក់ទុនក៏ដាច់អស់ដែរគ្រួសារចូលចប់ហើយកុំខ្លាចអីពីមុនបងធ្លាប់ហាត់ក្បាច់គុនក្លេះចំណែករឿងគ្រួសារចូលខ្សែធនប្រហែលមកពីគេធ្វើរឿងអាក្រក់ច្រើនទើបទទួលកម្មទៅគូហ៊ានបងសម្រាប់នៅផ្ទះឲ្យស្រួលបួរទៅកុំទៅក្រៅវីតបគ្នាទៀតថ្ងៃនេះខ្ញុំទៅសម្ភាសនៅក្រុមហ៊ុនគូគ្រប់ដែលជាក្រុមហ៊ុនធំបំផុតនៅជាងជឹងឲ្យតែខ្ញុំបានការងារនេះប្រាក់ខែប្រកាសជាអាចសងបំណុលហើយចិញ្ចឹមបងនឹងប៉ាបានល្អចឹងបងមិនទៅណាទេនៅផ្ទះចាំអូនចិញ្ចឹមជូនពោសម្ភាសបានរលូនលីនសៀន10នាទីទៀតជួបគ្នានៅចំណោលអៀនក្រោមដីក្រុមហ៊ុនស៊ូម៉ាន់គ្រូសាស៊ូមិនមែនអាស័យថនហើយទេឬមិនក៏នាងនៅទីនេះភ្ញាក់ផ្អើលមែនទេគ្រូសាស៊ូលីមែនតែខ្ញុំស៊ូម៉ាន់មានខ្សែធំព្រោះអនុប្រធានវាងរបស់ក្រុមហ៊ុនគូគ្រប់គឺជាបាធររបស់ខ្ញុំឥឡូវខ្ញុំជាប្រធានផ្នែករចនានៅទីនេះចុះនាងវិញរត់ចោលការទៅយកក្មេងទំនើងឥឡូវគ្មានបាយញ៉ាំមកសុំទាននៅក្រុមហ៊ុនគូគ្រប់មែនចង់ចូលផ្នែករចនាមែនទេបានធ្វើជាជំនួយការហាត់ការរបស់ខ្ញុំទៅរាល់ថ្ងៃលើកទឹកឲ្យខ្ញុំប្រាក់ខែកាត់ពាក់កណ្ដាលបើធ្វើបានល្អខ្ញុំអាចឲ្យបាយនាងញ៉ាំបើមិនហ៊ានទេឆាប់ចេញទៅលោកអគ្គនាយកចង់ឲ្យខ្ញុំនាំមនុស្សទៅខាងក្រោមដេញស៊ូម៉ាន់និងអនុប្រធានវាអាំងនោះចេញពីក្រុមហ៊ុនទេលោកស្រីមិនដែលរំការប្រមាថបែបនេះទេមិនបាច់ទេយ៉ាវមានឆន្ទៈខ្ពស់នាងចង់ពឹងលើសមត្ថភាពខ្លួនឯងបើខ្ញុំលូកដៃនាងច្បាស់ជាមិនសប្បាយចិត្តទេបើស៊ូម៉ាន់ចង់លេងល្បែងការិយាលឯងទុកឲ្យនាងលេងចុះចាត់ទុកថាជាការហ្វឹកហាត់ឲ្យយ៉ាវទៅចុះបាត់យល់ហើយប៉ុន្តែប្រពន្ធខ្ញុំមិនអាចឲ្យគេប្រើទេបានទេឯងទៅប្រាប់ផ្នែកហិរញ្ញវត្ថុគិតប្រាក់ខែស៊ូយ៉ាវតាមមកម្រិតអ្នករចនាខ្ពស់បំផុតហើយលួចវាចូលកាត់នាងរៀងរាល់ខែហើយក៏ទម្លាក់គម្រោងបេដងផ្កាយតម្លៃរាប់ពាន់លានរបស់ក្រុមហ៊ុនហើយប្រគល់ឲ្យយ៉ាវឲ្យដោយសម្ងាត់បើស៊ូម៉ាន់ហ៊ានប្រើល្បិចអាកបលើគម្រោងនេះកាប់ដៃនាងចោលភ្លាមប្រញាប់ដាក់ចុះទៅប្រយ័ត្នមុតដៃខ្ញុំគិតថាបងប្រហែលមិនធ្លាប់ធ្វើការងារនេះទេទុកឲ្យអូនធ្វើវិញប្រពន្ធសម្លាញ់ហត់ហើយថ្ងៃនេះទៅធ្វើការរលូនទេមានអ្នកណារករឿងអូនទេល្អតើបងកុំបារម្ភអីផ្ដោតលើការរកការរងានៅផ្ទះចុះទោះរករយៈពេលខលអ៊ីមិនទាន់បានក៏មិនអីដែរអូនអាចចិញ្ចឹមបងបានចាំអូនទៅរៀបចំស៊ូយ៉ាវក្រុមហ៊ុនទៅតែប្រគល់គម្រោងបេះដូងកាយឲ្យនាងសោះនាងបែរជាលក់អាកំបាំងទៅឲ្យក្រុមហ៊ុនគូប្រជែងទៅវិញកុំមួបង្កាច់គេខ្ញុំមិនទាន់គូរគំនូព្រៀងរួចផងមិននឹងអាចទៅនៅប្រកែកទៀតមែនទេឯកសារដើមគឺត្រូវបានបញ្ជូនចេញពីអ៊ឹបកុំព្យូទ័ររបស់នាងភូស្តាំងមានគ្រប់សពអស់ហើយសន្តិសុខឆែកឆេរខ្លួននាងភ្លាមដាច់ខាត់មិនឲ្យនាងយកក្រដាសមួយសន្លឹកចេញពីក្រុមហ៊ុនឡើយលោកអគ្គនាយកគូមកត្រួតពិនិត្យបុគ្គលិកទាំងអស់អន់ក្បាលចុះពលអាមអ្នកណាហ៊ានសម្លឹងមុខលោកអគ្គនាយកនឹងត្រូវដេញចេញកាន់នីក្រៅប្រទេសស៊ូម៉ាន់ទិញទឹកចិត្តរដ្ឋបាលបណ្ដាញកែអ៊ីបនឹកស្មានថាអាចប្អូនប្រព័ន្ធកាបអាក្រុមហ៊ុនបានមែនទេលោកអគ្គនាយកស្ដាប់ខ្ញុំបកស្រាយសិនខ្ញុំគ្រាន់តែវង្វេងមួយពេលប៉ុណ្ណោះមានគេបញ្ជាខ្ញុំទេលីនសៀនបញ្ជូននាងទៅផ្នែកស៊ើបអង្កេតពាណិជ្ជកម្មប្រពអ្នកនៅទីនោះខ្ញុំចង់ឲ្យនាងជាប់គុកអស់មួយជីវិតបិទផ្លូវការងារនាងក្នុងវិស័យនេះទាំងស្រុងអ្នកនាងស៊ូធ្វើឲ្យអ្នកនាងភ័យហើយអំបញ្ញមិញលោកអគ្គនាយករកឃើញការពិតហើយថាអ្នកនាងប្រឈមមុខនឹងមនុស្សអាក្រក់ហើយការពីអាចកំបាំងមកក្រុមហ៊ុនបានសម្រេចមានស្នាដៃធំធេងលោកអគ្គនាយកបានតែងតាំងអ្នកនាងជាផ្លូវការជាប្រធានអ្នកឲ្យនាងនៃគម្រោងបេះដូងផ្កាយ
នេះជាប្រាក់រង្វាន់ចំនួន10,000 យ៉នសូមអ្នកនាងទទួលយកចុះខ្ញុំទើបតែធ្វើការពេញសិទ្ធិសោបានឡើងតំណែងធំបែបនេះលោកអគ្គនាយកច្រឡំទេដឹងមិនច្រឡំទេលោកអគ្គនាយកយើងតែងមានភាពធម៌ជានិច្ចក្នុងការផ្ដល់រង្វាន់និងដាក់ទុកគាត់ចូលចិត្តយុវជនខិតខំប្រឹងប្រែងអួតអ្នកនាងណាស់សូមទទួលដោយសប្បាយចិត្តទៅគូហ៊ានអូនមកវិញហើយថ្ងៃនេះក្រុមហ៊ុនអូនបានរកឃើញការផ្អិតថែមទាំងដំឡើងតំណែងឲ្យអូនទៀតហើយថែមទាំងឲ្យប្រាក់រង្វាន់10,000 យ៉នទៀតយើងយកទៅសងបំណុលខ្លះសិនទៅអូនទិញឲ្យបង្ការឆ្លងកាប់សារអត្រីទោះជាទំនិញតាមផ្លូវតម្លៃត្រឹម100 យ៉នក៏ដោយតែសាច់ក្រណាទុនល្អណាស់ថ្ងៃស្អែកបងពាក់វាទៅសម្ភាសចុះឲ្យមើលទៅសមរម្យបន្តិចថ្ងៃស្អែកបងពាក់វាទៅសម្ភាសចុះឲ្យមើលទៅសមរម្យបន្តិចខោអាវនេះស្អាតណាស់ខោអាវដែលប្រពន្ធទិញគឺល្អបំផុតក្នុងលោកហើយវ៉ាលោកអគ្គនាយកមិនក៏ស្លៀកពាក់អញ្ចឹងថ្ងៃនេះប្រហែលជាបញ្ជាក់ថារបាយការណ៍យើងអន់ពេកក្រុមហ៊ុនកំពុងខ្វះលុយហើយចង់កាត់ប្រាក់ខែយើងមែនទេលោកអគ្គនាយកកំពុងដាស់តឿនយើងឲ្យសន្សំសំចៃហើយគួរឲ្យខ្លាចណាស់អ្នកទាំងអស់គ្នាមិនបាច់សម្លឹងអើលោកអគ្គនាយកទេអ្នកទាំងអស់គ្នាមិនបាច់សម្លឹងអើលោកអគ្គនាយកទេនេះគឺអាវដែលលោកអគ្គនាយកបានឲ្យជាងកាត់ដេរនៅអ៊ីតាលីជាជនពិការភ្នែកអាយុ80ឆ្នាំកាត់ដេរដោយដៃផ្ទាល់អស់រយៈពេល3ឆ្នាំវាជាសិល្បៈកំណត់បែបសង្គ្រាមស៊ីរីមានតម្លៃរហូតដល់$3 លានអាមេរិកម៉ូដអំបោះនោះហៅថាចន្លោះសិល្បៈអញ្ចឹងសោះសូមជាលោកអគ្គនាយកមែនចំណង់ចំណូលចិត្តនេះគឺកម្រិតខ្ពស់ណាស់ខ្សែអំបោះនេះពិតជាមានភាពសិល្បៈមែនឥតខ្ចោះតែម្ដងចាប់ផ្ដើមប្រជុំថ្ងៃនេះដើរកាប់ផ្សាររាត្រីឃើញវារៀងភ្លឺស្អាតក៏ទិញមកសាកពាក់មើលសម្អត់ស្អាតណាស់អរគុណអូនប៉ុន្តែលើបងមិនទាន់មានការងាររកធ្វើទេកុំចាយលុយខ្ជិះខ្ជីពេកគ្រឿងអលង្ការតាមផ្សាររាត្រីទិញត្រឹម10-20 យ៉នបានហើយប្រយ័ត្នគេបោកកុំបារម្ភមិនត្រូវគេបោកទេថោកណាស់ព្រះអើយមើលទឹកភ្នែកសមុទ្រនេះចុះជាត្បូងកណ្ដៀងពណ៌ខៀវកំពូលសប្តាហ៍មុននៅសេណែវមានសេដ្ឋីម្នាក់បានដេញថ្លៃវាតទៅ300 លាន300 លានបើពាក់ជាប់ពោស្មើនឹងពាក់អាគាររកប់ពុកដាអញ្ចឹងមិនដឹងថាលោកស្រីសេដ្ឋីណាមានសំណាងម្លេះត្បូង300 លាននឹងយ៉ាងម៉េចទៅសុំមើលបន្តិចចាត់ទុកថាជួយរកគំនិតសម្រាប់គុំរងយើងទៅចុះយ៉ាវខ្សែកនៅនឹងកែងនឹងមិនក៏ដូចគ្នាបិទនឹងក្នុងសៀវភៅអញ្ចឹងទេជារឿងចៃដន្យទេច្បាស់ជាចៃដន្យហើយរបស់ខ្ញុំមិននឹងអាចជារបស់ពិតទៅនេះត្រឹមតែជាកញ្ចក់ខ្លាំងៗប៉ុណ្ណោះគូហ៊ានបងប្រាប់ខ្ញុំតាមត្រង់មកតើខ្សែកនេះបានមកពីណាថ្ងៃនេះមិត្តរួមមកយ៉ាងងារខ្ញុំឃើញរបស់ម៉ូដនឹងក្នុងសៀវភៅដេញធ្វើរបស់ពិតតម្លៃ300 លានប្រាប់តាមត្រង់មកតើបងទៅធ្វើរឿងខុសច្បាប់ទៀតហើយមែនទេប្រពន្ធសម្លាញ់អូនអញខំគូគំនូររប្លង់ពេកទៅមើលលើច្រឡំទេដឹងត្បូង300 លានអូនគិតថាបងអាចទៅប្លន់វាបានមែនទេចុះមិនក៏វាដូចគ្នាបែបអញ្ចឹងសំបីក្រឡាក៏ដូចគ្នាដែរនេះគេហៅថាការចម្លងតាមទិន្នន័យពេលសៀវភៅនេះចេញភ្លាមរោងចក្រគេចម្លងធ្វើម៉ូដតាមមួយយប់ភ្លាមទិញតែ9 កាក់ថែមទាំងដឹកហ្វ្រេទៀតបងប្រើគូប៉ុងបញ្ចុះតម្លៃ2 យ៉នទៀតអញ្ចឹងអស់តែ7 កាក់ទេបើអូនមិនជឿចាំបងផ្ញើលីងឲ្យអូនមើលបងធ្វើឲ្យខ្ញុំភ័យស្ទើរស្លាប់ហើយខ្ញុំស្មានតែបងទៅលួចគេទៀតហើយរបស់7 កាក់សោះធ្វើបានដូចពិតអញ្ចឹងបច្ចេកវិទ្យាខ្លែងបន្លំសម័យនេះពិតជាគួរឲ្យខ្លាចមែនលោកអគ្គនាយកខែក្រោយមានការដេញថ្លៃមកុដរាជធានីចង់ដេញថ្លៃទុកជូនលោកស្រីទេទៅរកក្រុមហ៊ុនផលិតដំកុដជ័រតាមអនឡាញកុំងយកម៉ូដនឹងមួយតម្លៃ9 កាក់ដឹកហ្វ្រេមកមីក្មេងចង្រៃនេះកាលពី15 ឆ្នាំមុនវាមានសរសេរកំណត់ហេតុទៀតបន្តោងសន្តិភាពគ្រូអគ្គិភ័យបងប្រុសធំស៊ូយ៉ាវឲ្យស៊ូយ៉ាវនាងពិតជាល្ងងមែនមានភ័ព្វសំណាងធំបែបនេះនាងបែរជាលាក់បាំងទៅវិញដោយសារឥឡូវនាងរើបណ្ដេញចេញពីផ្ទះស៊ូអញ្ចឹងតំណែងជាអ្នកមានគុណរបស់លោកអគ្គនាយកខ្ញុំនឹងទទួលយកជំនួសនាងហើយធ្វើឲ្យមើលទៅចាស់តម្លៃ500 ហាមជំពាក់ប៉ុន្តែខ្ញុំសូមមកប្រាប់នាងឲ្យរបស់នេះគ្រាន់តែធ្វើពីជាប់ប៉ុណ្ណោះយកទៅបោកអ្នកមិនដឹងអីបានតែបើប៉ះអ្នកជំនាញគេមើលដឹងភ្លាមហើយលោកដឹងស្អីមានរបស់នេះទីក្រុងជាងឈឹងទាំងមូលនឹងខ្លាយជារបស់ខ្ញុំស៊ូម៉ានមិនខាននាងត្រូវក្រុមហ៊ុនគូគ្រប់ដាក់ក្នុងបញ្ជីខ្មៅហើយឆាប់ចេញទៅកុំឲ្យពួកខ្ញុំប្រើហិង្សាបើភ្នែកមើលឲ្យច្បាស់ថានេះជាស្អីខ្ញុំគឺជាអ្នកអំអៀនគុណលោកអគ្គនាយកកាលពី15 ឆ្នាំមុនជាអនាគតភរិយាលោកអគ្គនាយកឆាប់ប្រាប់គូហ៊ានឲ្យចុះមកទទួលខ្ញុំភ្លាមលោកអគ្គនាយកស្រីនេះពិតជាឈួតមែនយករបស់ក្មេងលេងមកខ្លាញ់បន្លំជាលោកស្រីចាំខ្ញុំនាំមនុស្សទៅបំបាក់ដៃនាងហើយបោះនាងចេញទៅរងចាំសិនធ្វើអញ្ចឹងវាងាយស្រួលពេកហើយសម្រាប់គ្រួសារស៊ូលោកចង់មានន័យថា
ក្នុងរយៈពេល15ឆ្នាំនេះស៊ូយ៉ាវរងទុកនឹងលំបាកច្រើនណាស់នៅក្នុងផ្ទះស៊ូខ្ញុំមិនទាន់គិតទៅបញ្ជីជាមួយគេបើស៊ូម៉ាន់ចង់លេងល្បិចបន្លំខ្លួនយើងនឹងលេងតាមនាងទៅអញ្ជើញនាងឡើងមកក្នុងនាមជាភ្ញៀវកិត្តិយសទៅនាងចង់បានសិទ្ធិអ្វីក្រុមហ៊ុនគូក្រអុបនឹងផ្ដល់ឲ្យខ្ញុំចង់ឲ្យគ្រួសារស៊ូគិតថាពួកគេបានឡើងដល់ឋានស៊ូកសិនចាំឲ្យពួកគេបញ្ចេញល្បិចអស់ខ្ញុំនឹងធាក់ពួកគេទម្លាក់ទៅក្នុងនរកវិញខ្ញុំចង់ឲ្យពួកគេសងអ្វីដែលជំពាក់ស៊ូយ៉ាវមកវិញទាំងការទាំងដើមបាត់យល់ហើយខ្ញុំនឹងទៅអញ្ជើញអ្នកមានគុណខ្លាំងៗម្នាក់នេះឡើងមកហើយបម្រើនាងឲ្យបានល្អឃើញទេលោកអគ្គនាយកនឹងបដូរខ្ញុំទៅបន្ទប់វេបជាន់លើប្រធានអ្នករចនាស្អីគេថ្ងៃក្រោយបើឃើញខ្ញុំត្រូវតែអន់ក្បាលហើយខ្ញុំថាលោកស្រីអគ្គនាយកហើយគ្មានយុទ្ធធម៌សោះលោកអគ្គនាយកឆ្លាតម្លេះមិនក៏ទៅស្រឡាញ់នាងទៅវិញជាអគ្គនាយកមានអីរាប់ពាន់លានយ៉ាងម៉េចសូម្បីតែអ្នកមានគុណពិតនឹងខ្លាំងខ្លាយក៏មើលមិនដឹងដែរប្រហែលជាខ្វះហើយឃើញទេលោកអគ្គនាយកនឹងបដូរខ្ញុំទៅបន្ទប់វេបជាន់លើប្រធានអ្នករចនាស្អីគេថ្ងៃក្រោយបើឃើញខ្ញុំត្រូវតែអន់ក្បាលហើយខ្ញុំថាលោកស្រីអគ្គនាយកហើយគ្មានយុទ្ធធម៌សោះលោកអគ្គនាយកឆ្លាតម្លេះមិនក៏ទៅស្រឡាញ់នាងទៅវិញជាអគ្គនាយកមានអីរាប់ពាន់លានយ៉ាងម៉េចសូម្បីតែអ្នកមានគុណពិតនឹងខ្លាំងខ្លាយក៏មើលមិនដឹងដែរប្រហែលជាខ្វះហើយមានរឿងអីមែនទេថ្ងៃនេះទៅធ្វើការមានគេរករឿងអូនមែនទេគូហ៊ានបងថាមនុស្សមាននៅអុយលើលោកនេះសុទ្ធតែខ្វាក់ភ្នែកមែនទេថៅកែធំក្រុមហ៊ុនខ្ញុំធម្មតាមើលទៅមើងម៉ាត់ណាតែបែរជាទៅលងស្នេហ៍ស្រីមានល្បិចក៏ម្នាក់ទៅវិញហើយចាត់ទុកនាងដូចជាអ្នកមានគុណអញ្ចឹងមែនឬលោកអគ្គនាយកគូនឹងមានលុយម្លងមុខមាត់ប្រហែលមិនអន់ទេមិនក៏អូនខ្វល់ពីគេម្លេះប្រពន្ធសម្លាញ់បងមិនមែនប្រច័ណ្ឌទេមែនទេខ្ញុំប្រច័ណ្ឌធ្វើអីខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនយុត្តិមកសម្រាប់អ្នកមានគូនៅពិតប្រាកដប៉ុណ្ណោះម្យ៉ាងទៀតមានលុយអស់ចាអីទៅសំបីតែល្អអាក្រក់ក៏មើលមិនដឹងខ្ញុំគិតថាមនុស្សដូចបងល្អជាងទោះបីជាគ្មានការងារគ្មានលុយស្លៀកពាក់ខោអាវថោករាល់ថ្ងៃក៏ដោយយ៉ាងហោចណាស់បងល្អចំពោះខ្ញុំហើយក៏មិនមើលមនុស្សខុសដែរយ៉ាវអ្នកផ្សេងខ្វាក់ឬអត់បងមិនខ្វល់តែបងធានាថាភ្នែកបងភ្លឺច្បាស់ណាស់មួយជីវិតនេះបងស្គាល់តែអូនម្នាក់គត់ម៉ាន់នេះសុទ្ធតែជារកលោកអគ្គនាយកឧជូនកូនមែនទេមើលទៅគាត់ពិតជាថ្នាក់ក្នុងអ្នកមានគុណដូចជាកែវភ្នែកអញ្ចឹងគ្រួសារស៊ូយើងមានសង្ឃឹមហើយប្រកាសណាស់ពេលនេះគូហ៊ានស្អប់បង្កប់ខ្ញុំណាស់ប៉ាមុននេះប៉ាចង់បានដីនៅខាងត្បូងក្រុងដើម្បីសង់មជ្ឈមណ្ឌលពាណិជ្ជកម្មយកចិត្តក្រុមហ៊ុនគូគ្រប់មែនទេប៉ាធ្វើទៅកូននឹងកាំងឲ្យប៉ាវាជាដីល្អមែនតែទីនោះជាតំបន់ប្រជាជនក្រីក្រអ្នករស់នៅទីនោះសុទ្ធតែជាអ្នកររឹងរូបទីនោះក៏ជាកន្លែងដែលស៊ូយ៉ាវនឹងតាចាស់រើអេតចាយនោះរស់នៅដែររពួកវាច្បាស់ជាតិអៀលុយសំណងថ្លៃមិនខានសំណងរស់រើមែនទេបើឲ្យលុយពួកវាសំបីមួយសេនចាត់ទុកថាកូនចាញ់ចុះប៉ាទុករឿងនេះឲ្យកូនថ្ងៃនេះកូននឹងនាំមនុស្សទៅវាកំទេចផ្ទះទ្រុឌទ្រោមនោះចោលកូនចង់ដឹងណាថាមីស៊ូយ៉ាវនោះអាចរត់ពួនឯណាទៀតមានរឿងអីហ្នឹងស៊ូយ៉ាវយូរហើយមិនជួបគ្នារស់នៅកន្លែងជ្រអុកនេះទម្លាប់ហើយឬនៅស៊ូម៉ាន់នាងឈួតទេឬថ្ងៃត្រង់ចេះហ៊ានចូលផ្ទះគេទាំងកំរោលអ្នកណាឲ្យសិទ្ធិនាងឥឡូវខ្ញុំជាគូដណ្ដឹងអគ្គនាយកក្រុមហ៊ុនគូគ្រប់សម្ដីខ្ញុំគឺច្បាប់ដីនេះគ្រួសារស៊ូចង់បានហើយនឹងត្រូវវាកំទេចដើម្បីសង់ផ្សារទំនើបបើដឹងខ្លួនឆាប់ប្រមូលអីវ៉ាន់រយីក៏យកពួកឯងចេញទៅកម្មសិទ្ធិដីនេះមិនមែនជារបស់គ្រួសារស៊ូទេពួកឯងធ្វើនេះគឺខុសច្បាប់ហើយពួកអាក្រៅហ៊ានវីកូនស្រីអញប្រកួតជាមួយពួកឯងតាចាស់រឹងរូសវីឲ្យខ្ញុំកុំវាយពួកឯងកុំធ្វើអញ្ចឹងវីឲ្យខ្លាំងថ្ងៃនេះទោះជាមានរឿងធំប៉ុណ្ណាក៏ដោយលោកអគ្គនាយកគូនឹងកាំងឲ្យខ្ញុំវីឲ្យខ្លាំងទោះស្លាប់មនុស្សក៏ដោយក៏មានលោកអគ្គនាយកកាំងឲ្យខ្ញុំដែរថ្ងៃនេះទោះស្លាប់មនុស្សក៏ដោយក៏មានលោកអគ្គនាយកកាំងឲ្យដែរលីងសៀនលោកអគ្គនាយកមានរឿងអីមែនទេប្រមូលឡានកាយដីរបស់ក្រុមហ៊ុនទាំងអស់រួមទាំងខាងច្បាប់និងសន្តិសុខទាំងអស់មកភ្លាមក្នុងរយៈពេល10នាទីតាមខ្ញុំទៅតំបន់ខាងត្បូងក្រុងថ្ងៃនេះខ្ញុំនឹងឲ្យគ្រួសារស៊ូស្គាល់ថាអ្វីទៅជាការវាយកំទេចពិតប្រាកដគូហ៊ានសុំទោសដែលបងមកយឺតសុំទានអញហ៊ានវីមនុស្សខ្ញុំផងអញដឹងទេថាខ្ញុំជានរណាខ្ញុំជាគូដណ្ដឹងរបស់គូហ៊ានដែលជាអគ្គនាយកក្រុមហ៊ុនគូគ្រប់បើអញហ៊ានប៉ះខ្ញុំសំបីមួយស្រោះឲ្យសក់លោកអគ្គនាយកគូនឹងសម្រាប់អញមិនខានជាគូដណ្ដឹងអគ្គនាយកគូមែនទេល្អអញ្ចឹងនាងខូស៊ូវីឡាដុំថ្លៃ30លានរូបគ្រួសារស៊ូនាងមើលឥឡូវសល់ឥតប៉ុន្មានដុំអញកុំមកបោកប្រាស់
ជំនួយការលេងពួកលោកកំពុងធ្វើអីហ្នឹងមានការយល់ច្រឡំទេដឹងមិនជាអ្នកមានគុណលោកអគ្គនាយកណាយល់ច្រឡំគ្មានការយល់ច្រឡំទេលោកអគ្គនាយកមានប្រសាសន៍ថាលីថាគ្រូសាស៊ូអូចិត្តលេងឡាននកអ៊ីដីទើបគាត់ឲ្យយកមកកាយដីគ្រូសាស៊ូឲ្យទេពួកលោកមិនអាចធ្វើអញ្ចឹងទេនេះជាផ្ទះយើងលោកអគ្គនាយកបញ្ជាឲ្យកុំទេច្បាទៅកុំទុកសំបីស្មៅមួយសរសៃម៉ានកូនឯងទៅបង្ករឿងអីនៅខាងក្រៅហ្នឹងឈួតអស់ហើយពួកឯងឈួតអស់ហើយគូហ៊ានតើមានរឿងអីឲ្យប្រកាសមិនក៏វិឡាគ្រូសាស៊ូត្រូវគេឲ្យកុំទេចិញ្ចឹងប្រហែលមកពីស៊ូម៉ាន់យកឈ្មោះលោកអគ្គនាយកគូទៅធ្វើរឿងអាក្រក់ទើបធ្វើឲ្យលោកអគ្គនាយកពិតខឹងហឺរមើលទៅក្រុមហ៊ុនធំដូចគូគ្រប់ចង់កុំទេគ្រូសាស៊ូងាយដូចឈ្លីស្រមោចមួយអញ្ចឹងប្រពន្ធសម្លាញ់នេះគេហៅថាកម្មដាមស្នងស៊ូម៉ាន់នាងមិនមែនប្រាប់ថានអង្គបានធ្វើជាភរិយាអគ្គនាយកគូគ្រប់ទេឬមិនបានជាផ្ទះត្រូវគេឈូសឆាយហើយរត់មកពួននៅទីនេះដូចជាកែនីថាអញ្ចឹងពិតមាត់មិនមែនមកពីមីស៊ូយ៉ាវនិងប្តីក្មេងទំនើងវាមែនទេម៉ាស្ទ័រចៅគ្រូសាលោកសៃធនជើងត្រូវគេបំបាក់សុទ្ធតែធ្វើដៃអាសុំទៀននោះឯងពួកយើងពេលនេះកន្ទេលតែមួយទេអាអ្នកក្រមិនស្គាល់ងាប់រស់នោះខ្ញុំបានជួលឃាតកាជីពីក្រៅប្រទេសមកហើយយប់នេះខ្ញុំនឹងចាប់ស៊ូយ៉ាវមកហើយបោះនាងចូលទន្លេឲ្យត្រីស៊ីនៅមុខអាមួយនោះឲ្យវាឃើញប្រពន្ធសម្លាញ់ទិញអីវ៉ាន់រួចហើយមែនទេភ្លៀងធ្លាក់ខ្លាំងណាស់រងចាំនៅមាត់ទ្វារសិនចាំបងទៅទទួលហាគូហ៊ានអញពូកែវីណាស់មែនទេទុកពេលឲ្យ20នាទីមកកន្លែងរោងចក្រគីមីកនៅជីក្រុងខាងកើតតែម្នាក់ឯងភ្លាមជូនដំណឹងទៅកងកម្លាំងប្រដាប់អាវុធបញ្ជូនយន្តហោះចម្បាំងទៅបិទដែនអាកាសជីក្រុងខាងកើតផូលីយ៉ាមយប់នេះខ្ញុំចង់ឲ្យគ្រូសាជើនិងស៊ូម៉ាន់ស្លាប់ដោយគ្មានសល់ម៉ាស្ទ័រជើ20នាទីដល់ហើយមើលទៅអាអ្នកក្រគូហ៊ាននោះធម្មតាធ្វើជាស្រឡាញ់ណាស់ដល់ពេលគៀកស្លាប់រស់បែរជាខ្លាចទៅវិញស៊ូយ៉ាវនេះហើយជាប្រុសដែលនាងព្រមរៀបការជាមួយនោះបើវាមិនមកទេខ្ញុំនឹងកាត់មុខនាងឲ្យខ្ទេចមើលថាវានៅស្រឡាញ់នាងទៀតឬអត់មានរឿងអីហ្នឹងរន្ទះបាញ់មែនទេនេះជាយន្តហោះចម្បាំងកម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុនគូគ្រប់ពួកយើងចាប់បានតែអ្នកក្រុមនេះអត់សោះមិនក៏ផ្អើលដល់កងទ័ពរបស់គូកោអុបអញ្ចឹងគូហ៊ានអាទំនឹងឯងមិនក៏ចុះពីយន្តហោះចម្បាំងរបស់ក្រុមហ៊ុនគូគ្រប់បានតើឯងជានរណាឲ្យប្រកាសស្ដាប់ឲ្យច្បាស់អ្នកនៅចំពោះមុខពួកឯងគឺមហាសេដ្ឋីលំដាប់ទី1នៅជាងឈឹងជាអគ្គនាយកគូគ្រប់គូហ៊ានគូហ៊ានមិនអាចទេដាច់ខាត់មិនអាចទេលោកអគ្គនាយកគូហាក់ដូចជាចូលចិត្តអោខ្ញុំណាមិនក៏ឯងអាចជាគូហ៊ានទៅវិញបងជាអគ្គនាយកក្រុមហ៊ុនគូគ្រប់មែនទេប្រពន្ធសម្លាញ់កុំខ្លាចអីបងនាំអូនទៅផ្ទះដល់ផ្ទះបងនឹងប្រពរឿងរ៉ាវតងអស់លីនសៀនបំណុលគ្រូសាជោគិតត្រឹមយប់នេដៃជើងអ្នកទាំងពីរនេះមិនបាច់ទុកទេចាត់ចែងឲ្យស្អាតបាតកុំឲ្យប្រឡាក់អ៊ីជាងឈឹងឲ្យសោះអូនភ្ញាក់ហើយមែនទេបងឲ្យចង់ភៅធ្វើបាយឆាតាមរូបមន្តតប៉ាហើយម្សិលមិញអូនភ័យខ្លាំងណាស់ញ៉ាំអីក្តៅដើម្បីកម្ដៅក្រពះទៅតើខ្ញុំគួរឲ្យបងថាលោកអគ្គនាយកគូទេដឹងយ៉ាវស្ដាប់បងសិនបងលាក់បាំងអូនព្រោះបងមានការលំបាករបស់បងគឺចាត់ទុកខ្ញុំជាមនុស្សល្ងងហើយលេងសើចតាមចិត្តមែនទេមើលខ្ញុំមកថ្លៃអាមួយមីងលក់បណ្ណឯនៅផ្សារដើម្បីសន្សំលុយបន្តិចបន្តួចមែនទេមើលខ្ញុំប្រថុយជីវិតការពារតូបបាយឆារបស់ប៉ាខ្ញុំមើលខ្ញុំនិយាយដោយស្មោះថានឹងធ្វើការចិញ្ចឹមបងមែនទេលោកអគ្គនាយកគូល្បែងអ្នកមានក្លែងខ្លួនធ្វើអនុក្រនេះសប្បាយលេងណាស់មែនទេយើងមិនមែនជាមនុស្សក្នុងពិភពតែមួយទេបងខ្ពង់ខ្ពស់ណាស់ខ្ញុំត្រឹមជាស្រមោចថ្នាក់ទាបបងម្នាក់ចាំព្រឹកឡើងយើងទៅលេងលេះគ្នាទៅចាត់ទុកថាសុបិនអាក្រក់នេះបានបញ្ចប់ទៅចុះ
យើងមិនមែនជាមនុស្សក្នុងពិភពតែមួយទេបងខ្ពង់ខ្ពស់ណាស់ខ្ញុំត្រឹមជាស្រមោចថ្នាក់ទាបបងម្នាក់ចាំព្រឹកឡើងយើងទៅលេងលះគ្នាទៅចាត់ទុកថាសុបិនអាក្រក់នេះបានបញ្ចប់ទៅចុះល្បែងអូនគិតថាបងជាអគ្គនាយកគូគ្រប់ទំនេរពេកទៅញ៉ាំអីតាមផ្លូវនិងស្លៀកខោអាវថប់អញ្ចឹងឬ15ឆ្នាំមកនេះអ្វីដែលបងជួបប្រទះរាល់ថ្ងៃគឺការប៉ុនប៉ងសម្លាប់និងការល្បិចកក្នុងចំនួនសូម្បីតែគេងលក់ស្រួលក៏ពិបាកដែរគឺអូនដែលយកបាយឆាប៉ាអូនមកឲ្យបងញ៉ាំគឺអូនដែលផ្ដល់ភាពកក់ក្ដៅដល់បងមិនហ៊ានប្រាប់អត្តសញ្ញាណបងព្រោះបងខ្លាចតំណែងជាមហាសេដ្ឋីនេះធ្វើឲ្យអូនភ័យរត់ចេញខ្លាចបាត់បង់ថ្ងៃដែលមានអ្នកចាមទទួលបងត្រឡប់ពីធ្វើការវិញស៊ូយ៉ាវនៅយប់ភ្លៀងធ្លាក់នោះគឺអូនដែលចំណាយ9កាក់ដើម្បីទិញបងមួយជីវិតអូនជាអ្នកបង្ខំចូលមកក្នុងជីវិតបងមុនឥឡូវគ្រាន់តែបងលាក់បាំងអូនសោះអូនក៏ចង់បោះបង់បងចោលមែនទេគោះពេលហើយលោកអគ្គនាយកគ្រួសារចុកសាយធនទាំងស្រុងហើយចំណែកផ្ទះស៊ូទូវីឡាត្រូវរស់រមែងតែតាចាស់កញ្ជ្រោងនោះដើម្បីបោកលុយលើកចុងក្រោយក៏យកឈ្មោះគូគ្រប់យើងទៅរៀបចំពិធីជប់លៀងដ៏ធំមួយនៅយប់ស្អែកគេថែមទាំងប្រកាសសម្រាប់គេឯងទៀតថាស៊ូម៉ាន់ដែលកំពុងបាក់ដៃនឹងរៀបការចូលផ្ទះគូឆាប់នេះហើយខ្លាចជាភរិយាមហាសេដ្ឋីអ្នកមានមុខមាត់នៅជាងជឹងជាចអឿនកំពុងរៀបចំទៅបញ្ចូលពួកគេហើយតើយើងគួរតែបញ្ជូនមនុស្សទៅវីកំទេជាពិធីនោះទេវីកំទេជាពិធីមិនសូវសប្បាយទេបើគេចូលចិត្តរៀបចំពិធីជប់លៀងខ្ញុំនឹងឲ្យកាដូធំមួយទៅគេវិកខ្ចប់រោគការបេះដូងផ្កាយនោះឲ្យស្អាតបាត់ទៅថ្ងៃស្អែកខ្ញុំនឹងនាំលោកស្រីឧបិទ្ធប្រកាសរបស់ខ្ញុំទៅចូលរួមពិធីនោះដោយផ្ទាល់ខ្ញុំចង់ឲ្យក្រឧស្សាហ៍ស៊ូឡើងដល់ចំណុចខ្ពស់បំផុតរួចធ្លាក់មកបែកខ្ទេចខ្ទីនៅចំពោះមុខអ្នកមានមុខមាត់ទាំងអស់នៅជាងឆឹងអ្នកនាងស៊ូឆ្លងផុតគ្រោះធំច្បាស់ជាមានសំណាងធំមិនខានក្រោយអ្នកនាងនឹងលោកអគ្គនាយកគូរៀបការហើយទីក្រុងនេះច្បាស់ជារបស់គ្រួសាររស៊ូហើយសូមជួយណែនាំផងណាមិនអីទេ15ឆ្នាំមុនខ្ញុំបានជួយសង្គ្រោះគូហ៊ានពីភ្នក់ភ្លើងគុណបំណាចដ៏ធំធេងនេះទោះគាត់យកទីក្រអុងនេះទាំងមូលមកសងខ្ញុំក៏ស័ក្តិសមដែរលោកអគ្គនាយកគូវល់ណាស់ថ្ងៃនេះគាត់ថានឹងមកទទួលម៉ាន់នៅពេលបន្តិចទៀតនេះអ្នកទាំងអស់គ្នាពិសាឲ្យឆ្ងាញ់ទៅណាហាហាហាស៊ូយ៉ាវមីចង្រៃមិនក៏នាងនៅទីនេះលោកអគ្គនាយកគូលោកអគ្គនាយកកុំចាញ់បោកស្រីម្នាក់នេះឲ្យសោះនាងជាចោរលួចរបស់គេទេខោអាវនេះច្បាស់ជានាងលួចពីខាងមុខក្រោយឆាកហើយសន្តិសុខឆាប់ដេញនាងចេញទៅលីនសៀនបង្ហាញឲ្យអ្នកគ្រប់គ្នាឃើញច្បាស់ទៅคล้ายសុទ្ធតែជារបស់คล้ายទេលោកអគ្គនាយកជឿខ្ញុំទៅខ្ញុំមានវត្ថុតាងជឿខ្ញុំទៅនាងកាន់របស់ជ័រคล้ายដល់1500យ៉នហ៊ានមកខ្លាញ់បន្លំជាអនុមានគុណរបស់ខ្ញុំនៅគូគ្រប់មែនទេស៊ូម៉ាន់អ្នកណាឲ្យថ្លើមនាងធំបែបនេះសូមណែនាំជាផ្លូវការឲ្យអ្នកតងអស់គ្នាបានស្គាល់គឺអ្នកមានគុណពិតប្រាកដដែលបានជួយសង្គ្រោះអស់ខ្ញុំកាលពី15ឆ្នាំមុនជាក្មេងស្រីល្ងងដែលធ្វើបាយឆាឲ្យខ្ញុំញ៉ាំរាល់ថ្ងៃនៅតំបន់អានេថាហើយពេលនេះនាងគឺជាភរិយាស្របច្បាប់របស់ខ្ញុំគូហ៊ានជាម្ចាស់ក្សត្រអ៊ីតែមួយគត់នៃកៅអ៊ំហ៊ុនគូគ្រប់ស៊ូយ៉ាវលេងខ្ញុំទៅជាលោកស្រីគូខ្ញុំជាអ្នកមានគុណរបស់លោកគូហ៊ានបន្តិចទៀតគេនឹងបញ្ជូនឧទ្ធម្ភាគៈមកទទួលខ្ញុំហើយកុំប៉ះខ្ញុំជប់ចោតពីប៉ាត់ខលឯងបន្លំអាត់កំអាំងពាណិជ្ជកម្មគំរាមទារប្រាក់និងបង្កបួសស្នាមដោយចិត្តណាមួយជីវិតនេះនាងដេកគុកទៅចំណែកអ្នកទាំងពីរគ្រូសាសុកសៃខនហើយគ្មានសល់លុយ1សេនទេគ្រូសាជើក៏ត្រូវកំទេចោលការពីយប់មិញដែរថ្ងៃក្រោយនៅជាងឆឹងនេះគ្មានអ្នកណាហ៊ានសម្លឹងមើលមុខពួកឯងទៀតទេដើរសុំទានគេទៅ15ឆ្នាំមុនអូនបានទាញបងចេញពីនរក15ឆ្នាំក្រោយអូនប្រើបាយឆាមួយចានផ្ដល់ភាពកក់ក្ដៅនិងគ្រួសារពិតប្រាកដឲ្យបងចាប់ពីថ្ងៃនេះទៅភាគហ៊ុនអចលនទ្រព្យនិងទឹកប្រាក់ទាមអស់របស់ក្រុមហ៊ុនគូគ្រប់នឹងត្រូវផ្ទេរឈ្មោះទៅឲ្យស៊ូយ៉ាវដោយគ្មានលក្ខខណ្ឌមួយជីវិតនេះគូហ៊ានធ្វើការបម្រើតែស៊ូយ៉ាវម្នាក់គត់ទីក្រុងជាងឆឹងមានម្ចាស់ក្សត្ររីតែមួយអង្គត់ញ៉ាំយូរទៅគ្មានអ្នកណាដណ្ដើមបងទេមហាសេដ្ឋីលំដាប់ទី1សោះតែឲ្យអូនធ្វើបាយឆាឲ្យញ៉ាំរាល់ថ្ងៃមិនខ្លាចគេសាយចំអកទេឬអ្នកណាហ៊ានសាយចំអកបាយឆាប្រពន្ធបងទោះយកទ្រព្យសម្បត្តិទូទាំងពីរលោកមកដូរក៏បងមិនព្រមដែរខ្ញុំឈ្មោះស៊ូយ៉ាវធ្លាប់តែគិតថាលុយ9កាក់អាចទិញបានរឹមបាយឆាមួយចានតែនឹកស្មានមិនដល់សោះថានៅថ្ងៃដែលមានពន្លឺព្រះអាទិត្យឲ្យដកកក្ដៅមួយនោះខ្ញុំបានប្រើប្រាស់លុយ9កាក់នេះទិញបានមួយជីវិតរបស់មហាសេដ្ឋីលំដាប់ពិភពលោកនេះគឺជារឿងរ៉ាវដ៏ផ្អែមល្ហែមរបស់ខ្ញុំ
ផ្ដាច់ការនឹងការពីប្រពន្ធដោយសារតែចុះសម្ពុតអាពីពិពាហ៍ហើយមួយជីវិតនេះដាច់ខាត់មិនអាចលែងនឹងបានទេ